ប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់សៀមមកលើទឹកដីខ្មែរគឺជាដំណើររឿងដ៏វែងឆ្ងាយនិងស្មុគស្មាញដែលបានចាប់ផ្ដើមឡើងបន្ទាប់ពីអាណាចក្រអង្គរបានធ្លាក់ចុះខ្សោយ 1. ការកកើតរដ្ឋសៀមនិងការវាយលុកក្រុងអង្គរនៅសតវត្សទី 13 រដ្ឋសៀមដំបូងឈ្មោះសុខោទ័យបានកកើតឡើងលើទឹកដីដែលធ្លាប់ជាចំណុះរបស់ខ្មែរលុះដល់សម័យកាលអាងតងការឈ្លានពានបានក្លាយជាសង្គ្រាមពេញទំហឹងឆ្នាំ 1352 ព្រះចៅរាមាធិបតីទី 1 នៃរដ្ឋសៀមបានលើកទ័ពមកឡោមព័ទ្ធក្រុងអង្គរអស់រយៈពេលជាង1ឆ្នាំ ឆ្នាំ 1431 ជាចំណុចរបត់ដ៏ធំបំផុតនៅពេលដែលសៀមវាយបាយក្រុងអង្គរទាំងស្រុងនេះជាមូលហេតុដែលនាំឲ្យខ្មែរសម្រេចចិត្តបោះបង់ចោលរាជធានីអង្គរហើយរំកិលរាជធានីទៅទិសអាគ្នេយ៍ចតុមុខនិងលង្វែកដើម្បីគេចពីឥទ្ធិពលទ័ពសៀម 2. សម័យកាលលង្វែកនិងការបាត់បង់ព្រះគោព្រះកែវសម័យលង្វែកគឺជាសម័យកាលដែលខ្មែរព្យាយាមស្ដារអំណាចឡើងវិញប៉ុន្តែសៀមមិនដែលបោះបង់បំណងចង់លាបត្របាក់ឡើយឆ្នាំ 1594 ព្រះចៅសៀមនរិនសួនបានវាយបែកបន្ទាយលង្វែកតាមរឿងព្រេងនិងប្រវត្តិសាស្ត្រនេះគឺជាពេលដែលសៀមបានយកទ្រព្យសម្បត្តិក្បួនច្បាប់និងអ្នកប្រាជ្ញខ្មែរទៅស្រុកសៀមយ៉ាងច្រើនដែលខ្មែរជឿថាជាការយកព្រះគោព្រះកែវដែលជាដួងព្រលឹងជាតិទៅបាត់ 3. ការបាត់បង់ទឹកដីភាគខាងលិចនិងការដាក់អាណានិគមនៅសតវត្សទី 18 និង 19 ខ្មែរបានធ្លាក់ចូលក្នុងយុគងងឹតដោយសង្គ្រាមស៊ីវិលនិងការជ្រៀតជ្រែកពីប្រទេសជិតខាងសៀមនិងយួនអាណាខេត្តបាត់ដំបងនិងសៀមរាបសៀមបានគ្រប់គ្រងខេត្តទាំងនេះអស់រយៈពេលជាង100ឆ្នាំពោលគឺឆ្នាំ 1795 ដល់ឆ្នាំ 1907 ខ្មែរបានទទួលខេត្តទាំងនេះមកវិញតាមសន្ធិសញ្ញាបារាំងសៀមការតែងតាំងស្ដេចក្នុងសម័យនោះស្ដេចខ្មែរស្ទើរតែគ្រប់អង្គត្រូវទៅសុំការយល់ព្រមឬត្រូវទៅរស់នៅក្រុងបាងកកមុននឹងឡើងគ្រងរាជ្យដែលធ្វើឲ្យខ្មែរបាត់បង់ឯករាជ្យភាពស្ទើរទាំងស្រុង 4. ជម្លោះប្រាសាទព្រះវិហារទោះបីជាចូលដល់សម័យទំនើបក៏ដោយជម្លោះព្រំដែននៅតែបន្តកើតមានឆ្នាំ 1962 តុលាការអន្តរជាតិ ICJ បានសម្រេចឲ្យខ្មែរឈ្នះក្តីលើប្រាសាទព្រះវិហារបន្ទាប់ពីសៀមបានបញ្ជូនទ័ពមកកាន់កាប់ដោយខុសច្បាប់ឆ្នាំ 2008 ដល់ 2011 មានការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ប្រាសាទព្រះវិហារម្ដងទៀតបន្ទាប់ពីប្រាសាទនេះត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកការឈ្លានពានរបស់សៀមមកលើដីខ្មែរមិនមែនត្រឹមតែជាការដណ្ដើមទឹកដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានការជះឥទ្ធិពលលើវប្បធម៌សិល្បៈនិងទំនៀមទម្លាប់រវាងប្រទេសទាំងពីរយ៉ាងស៊ីជម្រៅផងដែរប្រវត្តិសាស្ត្រនេះជួយឲ្យយើងយល់ពីតម្លៃនៃសន្តិភាពនិងការបូរណភាពទឹកដីរបស់កម្ពុជាយើងពីការរំលោភបំពានពីសំណាក់ចៅសៀមតាំងពីរជ្ជកាលសម័យអង្គររហូតមកដល់បច្ចុប្បន្ននេះ